ពេញកម្ពុជាបាទដើម្បីផ្ដិតយកនៅរូបភាពបាទទៅកាន់ពុកម៉ែបងប្អូនទស្សនាបាទទៅលើការប្រកួតបាល់ទាត់បាទរវាងក្រុមព្រះខ័នរីស្វាយរៀងជាមួយនឹងក្រុមបឹងកេតបាទហើយយើងឃើញថាគណៈពេលនេះបាទចំពោះបាទក្រុមកីឡាករបាល់ទាត់បាទរវាងក្រុមទាំងពីរនេះក៏បានអញ្ជើញមកដល់ស្តាតអូឡ িম্প ិកយើងផ្ទាល់ផងដែរហើយគណៈក្រុមអ្នកគាំទ្ររបស់យើងហ្នឹងក៏កំពុងអញ្ជើញមកដល់បដាផងដែរបាទខ្ញុំបានបង្ហាញទស្សនវិជ្ជារួមផ្ទាល់បាទនៅក្នុងស្តាតអូឡ িম্প ិករបស់យើងបាទនេះគឺជាបាទឡានបឺសរបស់ក្រុមបឹងកេតអង្គរបាទ FC បាទដែលក្រុមកីឡាកររបស់យើងក៏បានអញ្ជើញមកដល់ស្តាតអូឡ িম্প ិករបស់យើងផងដែរហើយខាងក្រុមបាល់ទាត់ព្រះខ័នរីកស្វាយរៀនក៏អញ្ជើញមកដល់ដូចគ្នាបាទគណៈពេលនេះយើងសង្កេតឃើញថាបាទចំពោះ fan ដែលជាអ្នកគាំទ្របាទក្រុមបាល់ទាត់បាទទាំងពីរហ្នឹងក៏បានអញ្ជើញមកដល់ Start Olympic ដូចគ្នាដើម្បីត្រៀមទស្សនានៃការប្រកួតបាទបាល់ទាត់ពានរង្វាន់បាទពានសម្ដេចតេជោបាទហ៊ុនសែនបាទសូមជម្រាបជូនផងដែរថាប្រខានរាជស្វ័យរៀងត្រូវប្រកួតជាមួយបឹងកេតក្នុងជើងទី1វគ្គពាក់កណ្ដាលប្រាជ្ញពតពានរង្វាន់សម្ដេចអគ្គមហាសាបណ្ដាតេជោហ៊ុនសែនលើកទី18នៅវេលាម៉ោង7ល្ងាចបាទមកទល់នឹងពេលនេះក៏ចំពោះបាទបងប្អូនក៏ដូចជា fan ដែលជាអ្នកគាំទ្រក្រុមបាល់ទាត់ទាំងពីរហ្នឹងក៏បានអញ្ជើញមកដល់ Start Olympic យើងជាបដាបាទដោយឡែកបាទកីឡាករនៃក្រុមបាល់ទាត់ទាំងពីរហ្នឹងក៏ត្រៀមនឹងបាទកម្ដៅសាច់ដុំបាទមុននឹងចូលរួមប្រកួតនាល្ងាចស្អីដើរតោះអូខេបាទអព្យាស្រ័យពីសំណាក់ប្រិមិត្តក៏ដូចជាពុកម៉ែបងប្អូនដែលកំពុងតែតាមដានទស្សនាការផ្សាយផ្ទាល់នៅលើ page Not Live ផងដែរបាទដោយសារតែពុកម៉ែបងប្អូនបានដឹងនៅក្នុង Start Olympic ចឹងនេះបាទសេវាគឺរៀងពិបាកបន្តិចប៉ុន្តែទោះបីជាយ៉ាងណាបាទជាមួយនឹងខាងក្រុមការងាររបស់យើងនៅតែបន្តធ្វើការផ្ដិតយកនៅរូបភាពបាទវិជាបរិបទរបស់យើងក៏ដូចជាពុកម៉ែបងប្អូនបាទជាពិសេសសម្រាប់ fan ក្រុមបាល់ទាត់ទាំងពីរមិនថា fan ក្រុមបាល់ទាត់ព្រះខ័នរាជស្វ័យរៀងឬក៏ fan ក្រុមបាល់ទាត់បាទបឹងកេត FC ទេបាទហើយយើងឃើញថាមកទល់នឹងពេលនេះបាទចំពោះបាទ fan គ្រប់ត្រូលបាទរវាងក្រុមបាល់ទាត់ទាំងពីរក៏បានជួយមករំពេចប្រាបដាបាទដើម្បីត្រៀមទស្សនាបាទនៃការប្រកួតបាទបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជោហ៊ុនសែនលើកទី18បាទអរគុណនេះគឺជាច្រកចូលបាទដែល fan របស់យើងក៏ដូចជាអ្នកដែលគាត់បានទិញសម្បត្តិរួចរាល់ហើយគឺគាត់អាចទស្សនាការប្រកួតគាត់ចូលតាមច្រកនេះបាទដើម្បីចូលទៅដល់ក្នុងនឹងមានខាងមន្ត្រីបាទបច្ចេកទេសក៏ដូចជាក្រុមការងារគាត់នឹងពិនិត្យសម្បត្តិមុននឹងចូលទៅដល់កៅអីបាទអង្គុយនៅក្នុង Start Olympic របស់យើងផងដែរមើលចាត់នេះអូខេស្ដាប់លេងបាទអរគុណគណៈពេលនេះយើងឃើញថាព្រះសូរិយាក៏រៀងបង្អន់ដែរបាទរីឯខ្យល់អាកាសនៅ Start Olympic យើងនេះយើងអាចនិយាយបានថាស្រស់ស្រាយបាទខ្យល់ជាហើយស្មារតីផ្ទាល់វិជាបរិបទរបស់យើងក៏គាត់កំពុងតែបាទធ្វើលំហាត់ប្រាណបាទធ្វើលំហាត់ប្រាណហើយយើងអាចថានៅទីតាំង Start Olympic នេះគឺជាមជ្ឈមណ្ឌលឬក៏មណ្ឌលបាទដ៏ធំមួយដែលផ្ដល់ឱកាសឲ្យវិជាបរិបទរបស់យើងនៅក្នុងរាជធានីភ្នំពេញគាត់អាចមកហាត់ប្រាណលេងកម្សាន្តបាទជួបជុំជាមួយនឹងមិត្តភ័ក្តិឬក៏បងប្អូនរបស់ពួកគាត់ផងដែរបាទដោយខ្ញុំបានជម្រាបជូនពីដើមអញ្ចឹងបាទព្រះខ័នរាជស្វ័យរៀងប្រកួតជាមួយនឹងក្រុមបឹងកេតបាទ FC ក្នុងជើងទី1វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទពានរង្វាន់សម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនបាទលើកទី18នៅវេលាម៉ោង7ល្ងាចនេះបាទនៅពហុកីឡដ្ឋានជាតិអូឡ িম্প ិកបាទជាងសម្រាប់ fan សម្រាប់ក្រុមបាល់ទាត់ទាំងពីរដែលមិនទាន់បានអញ្ជើញមកទេអាចអញ្ជើញមកដើម្បីទី1បើយើងមុនទៅយើងអាចបានទីតាំងដែលងាយនឹងទស្សនាគៀកកិតនឹងការប្រកួតបាទរបស់ក្រុមកីឡាកររបស់យើងផងដែរបាទយ៉ាងណាយើងឃើញថាបាទក្រុមព្រះខ័នរាជស្វ័យរៀងបាទហាក់ដូចជាធ្វើការធ្ងន់បាទដោយសារតែក្នុងខែនេះបាទត្រូវប្រកួតពានរង្វាន់ច្រើននៅថ្ងៃទី10ខែឧសភានឹងបាទត្រូវប្រកួតពានរង្វាន់នៃ FC Challenge League បាទនៅ Start មរតកដៃជោបាទអញ្ចឹងសម្រាប់ក្រុមព្រះខ័នរាជស្វ័យរៀងហាក់បាទត្រូវធ្វើការធ្ងន់បាទដើម្បីប្រកួតយកនៅពានរង្វាន់ក្នុងស្រុកនិងពានរង្វាន់ក្រៅស្រុកផងដែរបាទ
បាទសូមបញ្ជាក់ផងដែរថារាល់ការប្រកួតដែលនាចុងរដូវកាលនេះសុទ្ធតែសំខាន់ទាំងអស់សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងហើយសុទ្ធតែត្រូវការធ្វើការធ្ងន់ដើម្បីបញ្ជាជើងឯកបាទដែលខ្ញុំបាទសូមបញ្ជាក់ការប្រកួតមួយចំនួនបាទចំពោះប៉ះបឹងគេនៅថ្ងៃទី23ពានសម្ដេចដៃជោវាពាក់កណ្ដាលផ្ដាច់ព្រាត់ជើងទី1បាទនឹងត្រូវប៉ះក្រុមកីឡាករក្លឹបអង្គរ Tiger បាទនៅថ្ងៃទី27ខែមេសាបាទក្នុងលីកបាទប៉ះវិសាខាបាទថ្ងៃទី3ខែឧសភាបាទក្នុងលីកនឹងប៉ះ FK Agada បាទនៅថ្ងៃទី10ខែឧសភាវគ្គផ្ដាច់ព្រាត់ AFC Challenge League បាទនឹងចុងក្រោយត្រូវប៉ះបាទភ្នំពេញក្រៅនៅថ្ងៃទី18ខែឧសភាក្នុងលីកផងដែរបាទយើងឃើញថា schedule បាទនៃការប្រកួតរបស់ក្រុមព្រះខ័នរាជស្វាយរៀងហាក់មិនមានញឹកបន្តិចបើប្រៀបធៀបជាមួយនឹងបណ្ដាបាទក្លឹបដទៃទៀតបាទនៅក្នុងស្រុកបាទតែទោះបីជាយ៉ាងណាបាទក្រុមកីឡាកររបស់យើងបាទពីក្រុមព្រះខ័នរាជស្វាយរៀងក៏ដូចជាគ្រូបង្វឹកនៅតែបាទបែងចែកកាលវិភាគបាទដើម្បីទី1ឲ្យកីឡាករគាត់បានសម្រាកនិងអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកួតនៅពានរង្វាន់ផ្សេងៗទៀតនៅក្នុងស្រុកនិងក្រៅស្រុកផងដែរបាទឯមកទល់ពេលនេះយើងឃើញថាបាទក្រុមអ្នកគាំទ្របាទទាំងពីរបាទមកថាទាំងក្លឹបព្រះខ័នរាជស្វាយរៀងឬក៏ក្លឹបបឹងកេត FC នោះទេបាទគឺកំពុងតែអញ្ជើញមកដល់ Start Olympic របស់យើងបដាហើយបាទដើម្បីបាទទៅអង្គុយកៅអីកន្លែងដែលពួកគាត់បានកក់សម្បត្តិនិងបានទិញសម្បត្តិផងដែរបាទហើយយើងឃើញថាពេលវេលាស្មើនេះបាទសម្រាប់ប្រជាពលរដ្ឋរបស់យើងគាត់ក៏អញ្ជើញមកហាត់ប្រាណមកដើរលេងកម្សាន្តច្រើននៅឯ Start Olympic បាទដែលនៅក្នុងថ្ងៃនេះផ្ទាល់តែម្ដងព្រឹត្តិការណ៍ប្រកួតគឺយើងមាន2បាទការពីរសៀលគឺមានការប្រកួតបាទបាល់ទះបាទ4x4បាទពានរង្វាន់បាទក្រុមហ៊ុនភេសជ្ជៈ Work បាទដែលសុទ្ធតែមានសុទ្ធសឹងតែមានក្រុមល្បីៗជាច្រើនបាទចូលរួមប្រកួតបាទហើយនៅវេលាម៉ោង 7 ល្ងាចនេះគឺយើងនឹងមានការប្រកួតបាទបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោសែនបាទលើកទី18បាទសម្រាប់បាទវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទជើងទី1រវាងក្រុមព្រះខ័នរាជស្វាយរៀងប៉ះនិងក្រុមបឹងកេត FC ផងដែរបាទតាឡើងទៅលើមើលដាច់មើលបាទតោះអរគុណដល់ខ្ញុំបាទក៏សូមនាំអារម្មណ៍ទូរទស្សនិកជនក៏ដូចជាពុកម៉ែបងប្អូនទៅទស្សនាទស្សនវិជ្ជាបាទនៃការដើរចូលរបស់ក្រុមអ្នកគាំទ្រទាំងពីររបស់យើងបាទដែលមកទល់ពេលនេះយើងឃើញថាចំនួនអ្នកដែលគាត់អញ្ជើញមកទស្សនាហ្នឹងក៏ច្រើនដែរបាទរវាងក្រុមទាំងពីរមិនថាអ្នកគាំទ្រក្រុមបឹងកេត FC ឬក៏អ្នកគាំទ្រក្រុមព្រះខ័នរាជស្វាយរៀងទេបាទគឺពួកគាត់បានមកបាទហើយបង្ហាញនៅទឹកមុខនឹងស្នាមញញឹមជឿជាក់ថាក្រុមរបស់ខ្លួនអាចនឹងធ្វើបានល្អនិងប្រកួតឲ្យអស់ពីលទ្ធភាពបាទនាល្ងាចឬនាយប់ថ្ងៃទី23វេលាម៉ោង 7 យប់យើងនេះផងដែរបាទនេះគឺជាច្រកចូលបាទសម្រាប់ប្រិមិត្តយើងក៏ដូចជាអ្នកគាំទ្រស្នេហាវិស័យបាល់ទាត់នៅកម្ពុជាបាទដែលបានទិញសម្បត្តិហើយអាចរុះរាន់បានជើញមក Start Olympic បាទដើម្បីទី1យើងមកបានមុនយើងបាទអរគុណច្រើនណាស់បាទដោយដែលខ្ញុំបានលើកឡើងជាស្ដីពីសំណាក់វត្តមានប្រិមិត្តយើងបាទក៏ដូចជាទូរទស្សនិកជនបងប្អូនដែលកំពុងតែតាមដានទស្សនាបាទដោយសារតែទីតាំងនៅនេះយើងអត់អាចចល័តដើរឆ្ងាយបានទេបើសិនតែយើងដើរទៅតំបន់ណាដែលមានចង្អៀតសេវាហ្នឹងគឺនឹងងាយមែនទែនបាទតែមិនជាអ្វីទេបាទខ្ញុំបាននៅតែបន្តបាទផ្ដិតយករូបភាពចំណុចនេះចុះដោយសារចំណុចនេះគឺមានសេវាបាទហើយយើងនឹងបន្តធ្វើមុខបន្ថែមទៀតបើសិនក្នុងលក្ខខណ្ឌណាដែលតំបន់ណាដែលយើងអត់សេវាយើងនឹងចូលតំបន់វិញបាទអរគុណបងណាយើងឃើញថាសម្រាប់ក្រុមអ្នកគាំទ្រទាំងពីរបានថាក្រុមបឹងកេតបាទឬក៏ក្រុមព្រះខ័នរាជស្វាយរៀង FC ទេបាទគឺពួកគាត់បានមកបដាហើយបាទមកបដាហើយហើយក
ការប្រកួតរបស់យើងនឹងចាប់ផ្ដើមនៅវេលាម៉ោង 7 ល្ងាចបាទហើយយើងចាំពុតមើលទាំងអស់គ្នាថាតើក្រុមមួយណាដែលអាចនឹងឡើងទៅកាន់វគ្គជាបន្តបាទវគ្គជាបន្តបាទក្រុមព្រះខ័នរាជស្វាយរៀងឬក៏ក្រុមបឹងកេត FC បាទតែទោះបីជាយ៉ាងណាសម្រាប់អារម្មណ៍ fan អ្នកគ្រប់គ្រងនីមួយៗគឺតែងតែចង់ឃើញថាក្លឹបដែលគាត់តែងតែគ្រប់គ្រងជាយូរយារណាស់មកហើយគឺទទួលបានជ័យជំនះតែយ៉ាងណាកីឡាគឺតែងតែមានចាញ់មានឈ្នះយើងអត់អាចទស្សទីលទ្ធផលដឹងមុនទេបាទវាអាស្រ័យទៅលើទី1បាទតិចនិចបាទក៏ដូចជាបាទការបង្ហាត់បង្ហាញពីគ្រូបង្វឹកផ្ទាល់បាទគាត់តើមានបច្ចេកទេសឬក៏អីខ្លះក្នុងការឲ្យកូនក្រុមរបស់គាត់ប្រកួតរយៈពេល1ម៉ោងជាងពេញហ្នឹងតើគាត់អាចមានយុទ្ធសាស្ត្របែបណាយើងចាំតាមដានទស្សនាទាំងអស់គ្នាបាទបាទដូចខ្ញុំបានជម្រាបជូនអញ្ចឹងបាទមកទល់នឹងពេលនេះគឺក្រុមគ្រប់គ្រងបាល់ទាត់ទាំងពីរគឺគាត់បានមកជាបដាហើយបាទដើម្បីទី1គាត់ចូលទៅកាន់ទីតាំងកន្លែងដែលគាត់អង្គុយដើម្បីទស្សនានៅការប្រកួតហើយយើងមើលឃើញថាការប្រកួតនេះគឺជាការប្រកួតដើម្បីយើងលេងក្នុងពានក្នុងស្រុកពិតមែនតែចំពោះបាទក្រុមបាល់ទាត់ទាំងពីរយើងអាចនិយាយថាជាក្រុមលេខធ្លោមួយហើយនៅក្នុងស្រុកបាទដែលដោយដែលទូរទស្សនិកជនក៏ជាអ្នកស្នេហាវិស័យបាល់ទាត់បានដឹងហើយបាទដូចក្រុមព្រះខ័នរាជស្វាយរៀងគឺយើងមានកីឡាករល្អនិងល្បីៗជាច្រើនដែលដូចជា Nick Taylor បាទនិងក្រុមកីឡាករផ្សេងជាច្រើនទៀតបាទហើយក្រុមបង្កេតនោះក៏មានកីឡាករបាទល្អច្រើនដូចគ្នាបាទអញ្ចឹងការប្រកួតបាទគឺអាចនឹងមានភាពស្វិតស្វាញនេះល្ងាចម៉ោង 7 យប់នេះផងដែរបាទមកចាំតែនឹងមកគឺឡើងទៀតបាទទៀតអីបាទហើយខណៈពេលនេះយើងក៏ឃើញថាសម្រាប់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅរាជធានីភ្នំពេញស្មើនេះគឺគាត់បាទតែងតែមករត់ហាត់ប្រាណបាទនិងដើរលក្ខណៈជាក្រុមបាទជុំវិញ Start Olympic បាទដើម្បីទី1គាត់relax បាទអារម្មណ៍ក្រោយពីហត់នឿយការងាររយៈពេល1ថ្ងៃពេញបាទគាត់មកជាលក្ខណៈប្រិយប្រពន្ធបាទមកជាលក្ខណៈមិត្តភក្តិឬក៏គូសង្សារអញ្ចឹងទៅបាទបាទអញ្ចឹងសម្រាប់អ្នកទស្សនាបាទចាំជួយបញ្ជាក់ផងថាតើការ live របស់យើងនៅពេលនេះបាទសំឡេងនិងរូបភាពច្បាស់ដែរឬទេបាទបើច្បាស់សំឡេង live ទៅល្អបាទជួយបញ្ជាក់ប្រាប់ admin វិញផងបាទបាទដោយដែលខ្ញុំបានមកបញ្ជាក់ជូនអញ្ចឹងថាក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយបង្កេតក្នុងជើងទី1 បែបក្តារផ្ដាច់ព្រាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជួនសានលើកទី 18 នេះអាចថាជាការប្រកួតដ៏ស្វិតស្វាញមួយជាមួយបង្កេតបាទដោយដែលពុកម៉ែបងប្អូនថាក្រុមបង្កេតក៏ជាក្រុមដែលមានកីឡាករល្អៗដូចគ្នាបាទมันអាចទូទីលទ្ធផលដឹងមុនទេបាទអញ្ចឹងសម្រាប់អ្នកដែលគាត់ស្នេហាវិស័យបាល់ទាត់ឬក៏គាត់គ្រប់គ្រងក្លឹបបាល់ទាត់ទាំងពីរបាទអាចអញ្ជើញមក Start Olympic បាទបើយើងមកមុនហ្នឹងយើងអាចបានទីតាំងអង្គុយបាទដែលងាយនឹងគៀកនឹងការទស្សនានៅទស្សនវិជ្ជាការប្រកួតរបស់យើងនឹងងាយផងដែរបាទបាទនេះគឺជាទស្សនវិជ្ជាបាទដូចខ្ញុំបានជម្រាបជូនប្រជាពលរដ្ឋយើងគាត់កំពុងតែដើរផ្សារក៏ដូចជារត់ហាត់ប្រាណបាទដើម្បីសុខភាពបាទ
hay còn miên chỉ bọt nhưng còn miên màu hạt pran còn miên lên bạn to còn miên bảo tia và rồi chia vải xây vải ấy bạn chỉ chán bạn để xa thì tăng start on page chia thì tăng đồng đời sạp pon cái là chỉ chán bạn và đào score cái nó nâng bạn cái là bọc bắp cái là bùn lưng phải tăng bạn nâng miên sạp pon cái là nên chỉ chán tiết bạn đại miên thì tăng nơi tin to trong này bạn bạn chúng complete phong mai phone dướng và tôi đã xin chọn đại của phong đặt sana cả này là cái bạn complete chui bạn chọn like đừng chọn share và videoរបស់យើងឲ្យបានច្រើនអស់គ្នាទៅទៀតយើងនឹងផ្ដល់យកនូវរូបភាពបាទទស្សនវិជ្ជានៃការបាទនៃការកម្ដៅសាច់ដុំរវាងកីឡាករបាទទាំងពីរបាទមិនថាក្រុមបឹងកេត FC ឬក៏ក្រុមព្រះខ័នរីស្វាយរៀងទេបាទបាទងាកទៅចាប់អារម្មណ៍ទៅលើអាកាសធាតុបាទនាវេលាសម័យនេះបាទនៅក្នុង start Olympic គឺក៏ត្រជាក់ដែរហើយបាទមិនជាក្តៅណាស់ទេហើយខ្យល់មកលហៀបាទឃើញថាស្រស់ស្រាយមែនទែនបាទហើយសូមបញ្ជាក់ផងដែរថាសម្រាប់ក្រុមទាំងពីរបាទមិនថាក្រុមបាល់ទាត់បឹងកេត FC ឬក៏ក្រុមព្រះខ័នរីស្វាយរៀងទេគឺបាទធ្លាប់ជួបគ្នាក្នុងលីកបាល់ទាត់កំពូលកម្ពុជាកាលពីថ្ងៃទី20ខែមេសាកន្លងទៅបាទដោយក្រុមព្រះខ័នរីស្វាយរៀងទទួលបានជ័យជំនះដោយលទ្ធផលតឹងតែង1-0លើក្រុមបឹងកេតបាទនៅព្រលុកកីឡាដ្ឋានយើងនេះផ្ទាល់បាទព្រះខ័នរីស្វាយរៀងយ៉ាងណាមិញទើបតែបាទត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី18ខែមេសាហើយសម្រាប់បាទរយៈពេលប្រហែលសប្តាហ៍បាទត្រូវប៉ះជាមួយបឹងកេតបាទមួយជើងទៀតបាទយ៉ាងណាមិញបាទចំពោះកាលភាគរបស់ព្រះខ័នរីស្វាយរៀងនៅក្នុងខែនេះផ្ទាល់គឺបាទត្រូវធ្វើការធ្ងន់មែនទែនបាទដោយនៅថ្ងៃទី23ត្រូវប៉ះជាមួយនឹងបឹងកេតផ្ទាល់ថ្ងៃនេះបាទទៅប៉ះជាមួយនឹងអង្គរថៃគឺនៅថ្ងៃទី27ខែមេសាបាទប៉ះវិសាខានៅថ្ងៃទី3ខែឧសភានៅក្នុងលីកកំពូលកម្ពុជានិងប៉ះ AFK Agada បាទនៅថ្ងៃទី10ខែឧសភាវាផ្ដាច់ព្រាត់ពានរង្វាន់ AFC Challenge League បាទនឹងប៉ះភ្នំព្រេងក្រោននៅថ្ងៃទី18ខែឧសភាផងដែរបាទអញ្ចឹងយើងអាចមើលឃើញថាកាលរបស់ព្រះខ័នរីស្វាយរៀងអាចធ្វើការធ្ងន់ជាងក្រុមបដាក្លឹបបាល់ទាត់ដទៃទៀតផងដែរបាទអរគុណជិតខ្ញុំបាននឹងសម្ភាសចំណាប់អារម្មណ៍fan អ្នកគ្រប់គ្រងបាល់ទាត់យើងទាំងពីរថាតើប្រកួតពេញចិត្តនឹងគ្រប់គ្រងទៅលើក្រុមក្លឹបបាល់ទាត់ណាហើយគាត់រំពឹងប្រមាណភាគរយថាក្រុមដែលគាត់គ្រប់គ្រងអាចនឹងឡើងទៅកាន់វគ្គបន្តនៃពានរង្វាន់ដៃជួនសានជាងផងដែរបាទបាទវាគួរឲ្យស្ដាយដែរដោយសារតែការ live របស់យើងអាចផ្លាស់ទីទៅដល់ទីតាំងឬក៏ទីលានប្រកួតបានទេដោយសារតែចូលទៅដល់គឺសេវានឹងធ្វើការកាច់ផ្ដាច់តែម្ដងបាទអញ្ចឹងខ្ញុំបានត្រឹមបានតែបង្ហាញខ្លីៗបាទនេះឥឡូវសូមសុភាសជាមួយអ្នក fan អ្នកគ្រប់គ្រងយើងបន្តិចសិនបើចាំដឹងថាតើគាត់គ្រប់គ្រងទៅលើក្រុមក្លឹបបាល់ទាត់មែនណាហើយគាត់មានក្តីរំពឹងប្រមាណភាគរយថាក្លឹបគាត់នឹងអាចនឹងទទួលបានជ័យជំនះឬក៏អាចនឹងបន្តទៅកាន់វគ្គជាបន្តទៀតផងដែរបាទ Hello Hello បានចូលមើលនៅបាទមើលបាល់ទេអូមើលបាល់ទេចាបាទមើលបាល់ទេសិនទៀតមើលបាល់ទាត់អូខេ good បាទអរគុណពុកម៉ែបងប្អូនជាទីគោរពត្រីបាទអូនគាត់មើលបាល់ទះអូនចូលមើលបាល់ទាត់មែនដែរតែអញ្ចឹងសុំសុភាចំណាប់អារម្មណ៍តិចបានទេមកសួរអីឆ្លើយហ្នឹងដែរ
អូខេអត់អីទេបាទដោយសារតែគាត់ជាស្អាតចឹងគាត់មានការអៀនព្រៀនឬក៏អៀនខ្មាស់តិចតួចបាទមិនជាអ្វីទេបាទអរគុណយើងឃើញថាទស្សនវិជ្ជាប្រជាពលរដ្ឋយើងដែលគាត់មកហាត់ប្រាណឬក៏មកដើរលេងកម្សាន្តនៅ Start Olympic ក៏មានចំនួនច្រើនផងដែរបាទមានចំនួនច្រើនផងដែរហើយយើងឃើញថាអាកាសធាតុពេលនេះគឺសមល្មមដែលគាត់អាចរត់ហាត់ប្រាណជាមួយនឹងអាកាសធាតុខ្យល់ត្រជាក់បាទលហើយលហៀកហ្នឹងក៏បាទអូបងជួយស្ទះស្នាដែរបងចូលទៅតែរឿងចូលប្រកួតគេដែរបងអត់ទេមើលអញ្ចឹងអាចសុំចំណាប់រងថ្ងៃនេះមកហើយតែតាកីឡាករថតយើងដែរតោះបងសុំសម្រាប់ថ្ងៃនេះអញ្ជើញមកចូលរួមគ្រប់គ្រងខាងក្លឹបបាល់ទាត់ណាដែរបងខ្ញុំនិយាយទៅទាំងពីរហ្នឹងដោយសារយើងជាសមាជិករបស់សហព័ន្ធអញ្ចឹងក្លឹបមួយណាក៏យើងគ្រប់គ្រងទាំងពីរតែបងអាចធ្វើការទូទាស់បានទេថាការប្រកួតល្ងាចនេះមើលទៅក្រុមណាដែលអាចមានគេហៅថាភាពលេចធ្លោជាងឬក៏អាចនឹងមានភាគរយចំពោះប្រកួតនេះយើងដឹងហើយថាឥឡូវនេះប្រហែលប្រកួតចុងក្រោយស្វ័យរៀងប៉ះជាមួយបង្កេតគឺស្វ័យរៀងតែឈ្នះរហូតណាច្រើនប្រកួតនេះគឺមានប្រៀបជាងច្រើនហើយត្រឹមតែចុងសប្តាហ៍នេះក៏ត្រឹមតែឈ្នះ1-0ដែរនៅនឹងដូចគ្នាបាទអញ្ចឹងប្រកួតនេះហើយវាអាចមានអីប្រែប្រួលខ្លះដែរតាមអារម្មណ៍របស់កីឡាករប៉ុន្តែជាក់ស្ដែងក្រុមដែលមានប្រៀបគាត់នៅតែប្រកាន់រីស្វ័យរៀងដែរបាទតែបងចង់បញ្ជាក់ទីដោយសារតែយើងឃើញថាក្រុមប្រកាន់រីស្វ័យរៀងហាក់ធ្វើការធ្ងន់ដោយសារតែទើបតែបញ្ចប់ការប្រកួតយើងថ្មីនៅឥណ្ឌូនេស៊ីហើយប្រកួតមួយបង្កេតយើងបងបារម្ភទៅលើអាការប្រកួតច្រើនហ្នឹងអាចជាកត្តាផលប៉ះពាល់ក្នុងការប្រកួតល្ងាចនេះទេបងចំពោះការប៉ះពាល់ឥឡូវនេះខ្ញុំឃើញថាវាអត់មានអីចេះឥទ្ធិពលព្រោះតាំងពីប្រកួតមុនមកម៉េះហើយគាត់លេងលីកអាទិត្យនេះប៉ះគ្នាហាក់ទេវាអត់មានប៉ះពាល់កម្លាំងទេបង្កេតគាត់លេងអាទិត្យនេះដូចគ្នាហើយខ្ញុំឃើញកីឡាករក៏អត់មានរបួសដែរការពីប្រកួតមុនព្រោះខ្ញុំមើលផ្ទាល់ដែរអញ្ចឹងខ្ញុំមើលទៅបញ្ហាកម្លាំងគឺទាំងពីរក្រុមដូចគ្នាហ្មងប៉ះគ្នាហើយមកប៉ះគ្នាទៀតអញ្ចឹងណាទឹមតែប៉ះគ្នាថ្ងៃអាទិត្យនេះថ្ងៃអាទិត្យបាទអូខេបងអរគុណច្រើនបងអរគុណបាទអរគុណបងអរគុណបាទអរគុណច្រើននេះគឺជាចំណាប់អារម្មណ៍បាទរបស់បងប្រុសដែលគាត់ក៏ធ្លាប់ជាអតីតកីឡាករជំនឿជាតិដ៏ឆ្នើមមួយរូបផងដែរបាទអ្នកដែលគាត់ស្នេហាវិស័យបាល់ទាត់គាត់អាចនឹងស្គាល់បាទបងប្រុសផ្ទាល់បាទអរគុណអញ្ចឹងដោយដែលបងប្រុសបានលើកឡើងអញ្ចឹងទៅភាគរយដែលប្រកាន់រាជស្វ័យរៀងឈ្នះបាទទៅលើការប្រកួតនឹងអាចនឹងច្រើនដោយសារតែយើងធ្លាប់ប៉ះគ្នាមួយសារអូនសួស្ដីសូមសុភាទីបានអូនគ្រប់គ្រងខាងក្រុមបាល់ទាត់ក្លឹបមួយណាដែរខ្ញុំគ្រប់គ្រងបង្កេតបាទអូនទាន់គ្រប់បង្កេតណាចាបាទហើយគ្រប់គ្រងក្លឹបបង្កេតយូរនៅខ្ញុំគ្រប់គ្រងយូរដែរអញ្ចឹងណាចាបាទនៅក្នុងក្លឹបបង្កេតពេញចិត្តកីឡាករណាច័ន្ទវឌ្ឍនាការច័ន្ទវឌ្ឍនាការណាអញ្ចឹង fan ច័ន្ទវឌ្ឍនាការណាចាបាទរំពឹងអញ្ចឹងណារំពឹងថាយប់នេះគាត់នឹងអាចបញ្ចេញសមត្ថភាពក៏បង្ហាញសមត្ថភាពល្អទេមើលទេសម្រាប់គាត់ខ្ញុំគាត់ថាគាត់នៅរបួសគាត់អត់ទាន់បានជាសះស្បើនិយាយពីក្រុមទាំងមូលឬមួយក៏និយាយពីក្រុមទាំងមូលក៏ខ្ញុំបើក្រុមទាំងមូលខ្ញុំសង្ឃឹមថាគាត់នឹងបញ្ចេញសមត្ថភាពបានល្អអញ្ចឹងចាតែអាចមានការបារម្ភខ្លះដោយសារយើងឃើញថាប៉ះលីកកំពូលឃើញថាប្រកាន់រីស្វ័យរៀងយកឈ្នះ1-0តែយប់នេះអាចយ៉ាងម៉េចដែរខ្ញុំគិតថាលទ្ធផលខ្ញុំអាចដឹងទុកមុនបានទេតែសំខាន់គឺខ្ញុំនៅគ្រប់គ្រងចាអូខេអរគុណច្រើនអរគុណបាទអរគុណច្រើនពុកម៉ែបងប្អូនក៏ដូចជាប្រិមិត្តដែលកំពុងតែទស្សនានៅលើ page ថ្នោត live បាទអញ្ចឹងយើងឃើញថាអ្នកទស្សនារបស់យើងនៅក្នុងថ្ងៃនេះគាត់សុទ្ធតែមានក្រុមដែលជា idol ផងគាត់មានន័យថាគាត់គ្រប់គ្រងបាទដូចបងអូនស្រីអំបញ្ញវិញគឺគាត់បាទគ្រប់គ្រងបាទក្លឹបបង្កេត FC បាទរយៈពេលជាង10ឆ្នាំហើយបាទហើយយើងឃើញថាបងប្អូនអ្នកសារព័ត៌មានយើងក៏បានជើញមកដែរបាទលោកសារព័ត៌មានកម្ពុជាថ្មីស្នើបំផុតហើយបាទរៀងក៏សង្ហាទៀតចុយមានអីស្អីសបុតសិនមកសុំសបុតសិនមកអរគុណបាទអញ្ចឹងយើងឃើញថាពេលវេលាមកគឺវេលាម៉ោង6ហីបាទយើងនៅសល់តែបាទរយៈពេល1ម៉ោងទៀតនេះទេបាទកម្មវិធីប្រកួតនឹងចាប់ផ្ដើមបាទហើយ fan នៅក្នុងក្លឹបនីមួយៗអាចនឹងបុកពុះហើយយើងចាំមើលថាតើការប្រកួតបាទនេះល្ងាចនេះផ្ទាល់បាទមានភាពស្វិតស្វាញយ៉ាងណានោះបាទកុំភ្លេច
បាទតាមដានទស្សនាបាទនៅលើเพจនៃក្រុមបាល់ទាត់ទាំងពីរឬក៏បើតាមខ្ញុំដឹងដូចជាមានការផ្សាយផ្ទាល់តាមទូរទស្សន៍បាយ័នបាទសម្រាប់ fan ក៏ដូចជាអ្នកទស្សនារបស់យើងក៏អាចទស្សនានៅលើเพจនៃក្លឹបបាល់ទាត់ទាំងពីរឬក៏អាចទស្សនាបាននៅលើកញ្ចក់ទូរទស្សន៍ផ្សាយផ្ទាល់ដោយទូរទស្សន៍បាយ័នបាទអូខេបាទចឹងយើងឃើញថាពេលវេលាស្មើនេះបាទសម្រាប់ fan ដូចជាបាទអ្នកគ្រប់គ្រងបាទក្រុមបាល់ទាត់ទាំងពីរហ្នឹងក៏បានជើញមកបដាហើយពួកគាត់នៅតែបង្ហាញនៅស្នាមញញឹមនិងភាពជឿជាក់ថាក្លឹបដែលគាត់គ្រប់គ្រងអាចនឹងធ្វើល្អបាទនេះយប់នេះព្រោះការប្រកួតយប់នេះគឺជាការប្រកួតដ៏សំខាន់ដែរដើម្បីឆ្ពោះទៅកាន់វគ្គបន្តទៀតបាទនៅក្នុងពានរង្វាន់អគ្គមហាសេនាធិរាជហ៊ុនសែនបាទលើកទី18បាទជាងអភិស្រ័យពីសំណាក់ពុកម៉ែបងប្អូនប្រជាប្រិយមិត្តយើងផងដូចដែលខ្ញុំបានបញ្ជាក់ជូនអញ្ចឹងដោយសារតែទីតាំង live របស់យើងអត់អាចចូលទៅដល់គៀក start បានទេបាទតែយើងចូលទៅគឺ signal វានឹងដាច់តែម្ដងបាទអញ្ចឹងខ្ញុំបានត្រឹមបង្ហាញនៅបាទ fan រឿងក៏បានមកចូលរួមបាទក៏ដូចជាប្រជាពលរដ្ឋដែលគាត់កំពុងតែហាត់ប្រាណបាទជុំជាមួយនឹងក្រុមគ្រួសារបាទក៏ដូចជាមិត្តភ័ក្តិផងដែរបាទបាទជើងភ្លេចណាបាទសម្រាប់ពុកម៉ែបងប្អូនយើងបាទជាពិសេសfan យើងជួយ like និងជួយ share បាទវីដេអូរបស់យើងឲ្យបានច្រើនទាំងអស់គ្នាផងបាទហើយនៅសល់តែ50នាទីទៀតតែប៉ុណ្ណោះបាទកម្មវិធីប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីជួហ៊ុនសែនបាទលើកទី18នឹងចាប់ផ្ដើមបាទហើយក្រុមទាំងពីរហ្នឹងក៏ត្រៀមលក្ខណៈរួចរាល់ផងដែរបាទដើម្បីចូលទៅកាន់ទីលានប្រកួតបាទដើម្បីដណ្ដើមយកជ័យជំនះឡើងទៅកាន់វគ្គជាបន្តទៀតបាទប៉ុន្តែអ្វីដែលជាការកត់សម្គាល់ហ្នឹងបាទសម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងហាក់ធ្វើការធ្ងន់បន្តិចបាទដោយសារតែក្រុមព្រះខ័នរាជស្វាយរៀងគឺត្រូវប្រកួតច្រើនបាទត្រូវប្រកួតកម្មវិធីច្រើននៅក្នុងខែនេះផ្ទាល់ហើយកាលពីថ្ងៃទី20ហ្នឹងគឺទើបតែបានប៉ះគ្នាទេបាទជាមួយនឹងបាទក្រុមបឹងកេត FC បាទដោយក្រុមព្រះកាន់រាជស្វាយរៀងបាទយកឈ្នះនៅលទ្ធផល1-0បាទនៅឯ start នេះផ្ទាល់បាទហើយព្រះកាន់រាជស្វាយរៀងនឹងទើបតែត្រឡប់មកប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី18បាទប្រកួតនៅលើពានរង្វាន់ AFC Challenge League បាទហើយថ្ងៃនេះផ្ទាល់ត្រូវប្រកួតបាទដណ្ដើមពានបាទសម្ដេចអគ្គសេនាបតីជួនសែនលើកទី18បាទវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់បាទសម្រាប់ក្នុងជើងទី1បាទHello បងទៅមើលសាដាទៅនោះបានហើយបាទអញ្ចឹងអភិស្រ័យពីសំណាក់វត្តមានប្រិមិត្តយើងផងដែរដោយដែលខ្ញុំបានជម្រាបជូនដោយសារយើងអត់អាចបាទចូលទៅគៀកបាទទីតាំងទីលានប្រកួតទេបាទដោយសារស៊ីវ៉ាបាទរៀងខ្សោយបាទអញ្ចឹងយើងសូមបង្ហាញជូនទស្សនវិជ្ជាពីខាងក្រៅ start បែបនេះបាទហើយនៅសល់តែ40នាទីឬក៏50នាទីទៀតតែប៉ុណ្ណោះបាទការប្រកួតពានរង្វាន់បាល់ទាត់សម្ដេចអគ្គសេនាបតីជួនសែនលើកទី18នឹងចាប់ផ្ដើមរវាងក្រុមខ្លាំងបាទព្រះខ័នរាជស្វាយរៀងប៉ះបឹងកេត FC ទោះបីជាមានការទីទុកបែបណាថាព្រះខ័នរាជស្វាយរៀងធ្លាប់យកឈ្នះបឹងកេតអង្គរ FC យ៉ាងណាក្តីប៉ុន្តែការប្រកួតលីកនេះយើងអាចនឹងមើលឃើញពីភាពស្វិតស្វាញបាទរវាងក្រុមទាំងពីរដោយសារតែការប្រកួតនេះក្រុមនីមួយៗគឺដាច់ខាតត្រូវការបន្ទុកដើម្បីឡើងទៅកាន់វគ្គបន្ត
បាទអញ្ចឹងសង្ឃឹមថាគ្រូបង្វឹកគាត់អាចនឹងមានបច្ចេកទេសគាត់តិចបែបណាដើម្បីឲ្យក្រុមកីឡាករបាទគាត់បាទគាត់អាចនឹងបាទមានបច្ចេកទេសពេញលេញបាទក្នុងការប្រកួតផងដែរបាទអរគុណមកទល់ពេលនេះឃើញថា fan អ្នកគ្រប់គ្រងរបស់ក្រុមបាល់ទាត់ទាំងពីរក៏បានអញ្ជើញមកដល់ទីតាំង Stade Olympique ហើយក៏បានដើរចូលទៅកាន់បានកន្លែងបាទឆែកសម្បត្តិដើម្បីបានអង្គុយទស្សនាការប្រកួតបាទពានរង្វាន់មួយនេះបាទជាមួយនឹងមិត្តភ័ក្តិបាទក៏ដូចជាបងប្អូនផងដែរបាទតែឲ្យឡើងទៀតអូរស្ពីមកនេះពីនេះដើរនេះអត់តាក់បាទយើងឃើញថាក្រុមអ្នកគ្រប់គ្រងពួកគាត់ក៏បានកាន់នៅទង់ជាតិនេះមកបងជាស្រ័យបងសុំសុភាចំណាក់បារម្ភបន្តិចតែគ្រប់គ្រងបងមានឈ្មោះដែរបងបាទខ្ញុំឌីបងអញ្ចឹងហ៎ហើយថ្ងៃនេះមកគ្រប់គ្រងខាងក្រុមបាល់ទាត់ក្លឹបណាដែរបងប្រកាន់រាជបងរំពឹងខ្ពស់ថាថ្ងៃនេះប្រកាន់រាជអាចនឹងមានឱកាសខ្ពស់ក្នុងការយកឈ្នះលើបឹងកេតយើងបាទមានអញ្ចឹងហេតុផលអីដែរហេតុផលដោយសារក្រុមយើងឥឡូវពងឡើងជើងអូខេដោយសារហេតុផលក្រុមយើងពងឡើងជើងបងតែអាចទិសទីលទ្ធផលមុនអាចនឹងបន្ទុកប្រមាណដែរអាចមើលយប់នេះមើលទៅពួកយើងធ្លាប់ឃើញប៉ះគ្នា 1-0 អាចដែរបាទយើងអាចថា2-1 ណាបាទអូខេអត់អីបងអរគុណច្រើនចឹងបាទអរគុណបាទចឹងនេះគឺជាក្រុមគ្រប់គ្រងបាទព្រះខ័នរាជស្វាយរៀងគាត់បាទមានបាទលើកជាទង់ជាតិបាទនៃក្លឹបក្រុមដែលគាត់គ្រប់គ្រងបាទហើយខាងបឹងកេតនោះក៏មានជាទង់ជាតិបាទនៃក្លឹបរបស់គាត់ផងដែរបាទតែទោះបីជាយ៉ាងណាដូចខ្ញុំបានជម្រាបជូនអញ្ចឹងបាទគឺយើងអត់អាចទស្សទីលទ្ធផលមុនទេតែបើសម្រាប់ fan គាត់អានេះអារម្មណ៍គាត់ដោយសារគាត់តាមដានក្រុមគេហៅក្រុមដែលគាត់ស្រឡាញ់ណាបាទអញ្ចឹងគាត់ទស្សទីថាអាចនឹងលទ្ធផល 2-1 បាទប៉ុន្តែយ៉ាងណានោះយើងរងចាំមើលលទ្ធផលទាំងអស់គ្នាក្រោយពីបញ្ចប់ការប្រកួត2តង់បាទដែលអាចនឹងមានរយៈពេល1 ម៉ោងកន្លះបាទ90នាទីតែបើសិនការប្រកួតនឹងមានការថែមម៉ោងឬក៏ថែមសំទោសបាទថែមនាទីបែបណានោះបាទប្រិមិត្តយើងអាចទស្សនាបាទដោយផ្ទាល់នៅលើ page បាទឬក៏នៅលើការ live ផ្ទាល់របស់ស្ថានីយ៍ទូរទស្សន៍បាយ័នផងដែរបាទជើងកំភ្លេចដែរបាទសម្រាប់ពុកម៉ែបងប្អូនយើងបាទជួយ share និងជួយ like បាទវីដេអូរបស់យើងឲ្យបានច្រើនទាំងអស់គ្នាផងបាទដើម្បីទី1យើងបានបង្ហាញជូនទស្សនាទិដ្ឋភាពបាទ fan បាទក៏ដូចជាបងប្អូនយុវជនយុវនារីរបស់យើងដែលគាត់ស្រឡាញ់ទៅលើក្រុមក្លឹបបាល់ទាត់ដែលគាត់គ្រប់គ្រងបាទអញ្ចឹងមានអ្នកខ្លះគាត់គ្រប់គ្រងក្លឹបបាទប្រធានរាជស្វាយរៀងអញ្ចឹងទៅបាទអ្នកខ្លះទៀតក៏គាត់គ្រប់គ្រងក្លឹបបាទបឹងកេត FC អញ្ចឹងទៅបាទតែទោះបីជាយ៉ាងណាលទ្ធផលយើងអត់ទាន់ដឹងច្បាស់ទេបាទសម្រាប់អ្នកដែលគាត់ស្នេហាវិស័យបាល់ទាត់បាទអាចតាមដានទស្សនាទាំងអស់គ្នាបាទហើយលទ្ធផលបែបណាប្រកួតល្ងាចនេះបែបណាយើងនឹងធ្វើការអាប់ដេតនៅក្នុងpage បាទថ្នោត new របស់យើងផងដែរបាទក្រោយពីការប្រកួតចប់រយៈពេល2តង់បាទ90នាទីបាទចឹងយើងឃើញថានៅសល់តែ30ឬក៏40នាទីទៀតតែប៉ុណ្ណោះបាទការប្រកួតរបស់យើងនឹងចាប់ផ្ដើមហើយយើងនៅតែរំពឹងថាការប្រកួតនាល្ងាចនេះនឹងផ្ដល់ភាពភ្ញាក់ផ្អើលទៅដល់ fan ក៏ដូចជាក្រុមអ្នកគ្រប់គ្រងរបស់ក្លឹបបាល់ទាត់ទាំងពីរបាទទោះបីថាមានការទស្សទីមុនថាក្រុមព្រះខ័នរាជស្វាយរៀងអាចនឹងមាន
គេថាលទ្ធផលខ្ពស់បាទយកឈ្នះទៅលើក្រុមបង្កេតបែបណាក្តីប៉ុន្តែកីឡាយើងអត់អាចមើលឃើញទេបាទវាអាចតែមានការប្រែប្រួលបាទបើសិនក្រុមណាមួយគាត់មានការធ្វើប្រហែសបាទអញ្ចឹងការប្រកួតក៏អាចបន្ទុកក៏អាចនឹងមានការប្រែប្រួលដូចគ្នាបាទតែក្រុមទាំងពីរគឺសុទ្ធតែត្រូវការបាទត្រូវការបន្ទុកបាទដើម្បីឡើងទៅកាន់វគ្គបន្តទៀតបាទបាទអូផ្លេចបញ្ជាក់ជូនទៅដល់ប្រិមិត្តយើងផងដែរបាទចំពោះការប្រកួតនេះគឺអត់ free ទេបាទគឺលក់សបុតបាទអញ្ចឹងការលក់សបុតនេះបើតាមខ្ញុំដឹងដូចជាបាទនៅក្នុង page បង្កេតឬក៏ក្នុង page ព្រះខ័នទីស្វាយរៀងបានប្រកាសមុនមួយសប្តាហ៍ពីរសប្តាហ៍បាទអញ្ចឹងគឺអត់ free ទេណាបាទសូមបញ្ជាក់ជូនទៅដល់ទូរទស្សនិកជនយើងក៏ដូចជាពុកម៉ែបងប្អូនយើងដែលកំពុងទស្សនាផងគឺការប្រកួតនេះគឺលក់សបុតបាទតើយើងមានសបុតទើបអាចចូលទស្សនាបានបាទអញ្ចឹងសម្រាប់បងប្អូនក៏ដូចជាប្រិយមិត្តយើងដែលគាត់អត់បានទិញសបុតហ្នឹងគឺអត់អាចចូលទស្សនាការប្រកួតដោយផ្ទាល់នៅក្នុង start បានទេបាទហើយជំរាបជូនផងដែរថាក្រោយពីព្រះខ័នរាជស្វាយរៀងប៉ះជាមួយបង្កេត FC នៅល្ងាចនេះផ្ទាល់បាទអញ្ចឹងបាទព្រះខ័នរាជស្វាយរៀងគាត់នឹងត្រូវប្រកួតបន្តទៀតនៅថ្ងៃទី10 ខែឧសភាបាទនៅក្នុងពាន AFC Challenge League បាទវគ្គបណ្ដាច់ព្រាត់បាទដែលការដាក់លក់សបុតនៅលើ page ព្រះខ័នរាជស្វាយរៀងហ្នឹងក៏បានដាក់ដែរបាទគឺមាន3ប្រភេទបាទ page A page B និង page C បាទដែលគេរំពឹងថាការប្រកួតរវាងក្រុមសំទោសបាទក្រុមព្រះខ័នរាជស្វាយរៀងជាមួយនឹងខាងក្រុម AF បាទសំទោសបាទជាមួយនឹងក្រុម FK អាកាដាហ្នឹងគឺអាចជាព្រឹត្តិការណ៍ដែលស្រូបទាញអ្នកទស្សនាចូលរួមច្រើនបាទដោយសារតែពានរង្វាន់នេះគឺសំខាន់បាទក្រុមណាឈ្នះអាចទទួលបានទឹកប្រាក់យ៉ាងសន្ធឹកសន្ធាប់ហើយយើងអាចណាមួយក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងអាចនឹងកសាងគេហៅថាគេឈ្មោះនឹងសាងនៅលទ្ធផលប្រវត្តិសាស្ត្រមួយដែលយើងអាចយកឈ្នះក្រុមគេហៅថាក្រៅផ្ទះណាបាទដែលជាក្រុមខ្លាំងមួយដែរនៅក្នុងទ្វីបអាស៊ីយើងនេះផងដែរបាទអូចាត់តែគេរត់បុកបាទអរគុណមកទល់នឹងពេលនេះយើងឃើញថាសម្រាប់អ្នកហាត់ប្រាណគឺគាត់នៅតែបន្តរត់ចឹងបាទបន្តរត់ជាមួយនឹងក្រុមគ្រួសារមិត្តភ័ក្តិបាទដើម្បីទី1ទទួលបាននៅសុខភាពល្អបាទចូលប្រហែលខាងរត់ណាស់បាទអញ្ចឹងខ្ញុំបាទនឹងបន្តធ្វើការបង្ហាញជូនបាទនៅទស្សនវិជ្ជានៃការកម្ដៅសាច់ដុំរវាងក្រុមបាល់ទាត់ទាំងពីរបើសិនលក្ខខណ្ឌយើងបដូរទីតាំងចូលទៅផ្នែកមួយផ្នែកទៀតដែលអត់មានការដាច់សេវាឬក៏តាក់សេវាយើងនឹងបង្ហាញជូននៅទស្សនវិជ្ជានៃការកម្ដៅសាច់ដុំរវាងក្រុមទាំងពីរផងដែរបាទបាទខ្ញុំបានក៏សូមសង្ខេបទៅលើលទ្ធផលបាទនៃការប្រកួតបាទរបស់ក្រុមព្រះខ័នរាជស្វាយរៀងនៅក្នុងពានបាទពានសម្ដេចហ៊ុនសែនយើងបាទដែលជុំទី1ហ្នឹងគឺព្រះខ័នរាជស្វាយរៀងឈ្នះបង្កេត 2-1 បាទជើងទី2ព្រះខ័នរាជស្វាយរៀងឈ្នះបង្កេត 2-0 នៅកីឡដ្ឋានខេត្តស្វាយរៀងបាទដាច់ជប់ដើមគូគាត់បាទអញ្ចឹងខ្ញុំបាននឹងព្យាយាមផ្ដិតយករូបភាពពីពហុកីឡដ្ឋានបាទសិនក្នុងលក្ខខណ្ឌដែលអ៊ីនធឺណិតអំណោយទានហើយ live ទៅបើអត់ដាច់នេះបាទសូមជម្រាបជូនផងដែរបាទសម្រាប់ព្រះខ័នរាជស្វាយរៀងត្រូវប្រកួតជាមួយបង្កេតក្នុងជើងទី1វគ្គប្រកាសក្តារព្រាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីហ៊ុនសែនបាទលើកទី18នៅវេលាម៉ោង 7 ល្ងាចនេះបាទគឺ
ក្រុមនីមួយគឺត្រូវការបន្ទុកដើម្បីឡើងទៅកាន់វគ្គបន្តបាទប៉ុន្តែយើងឃើញថារាល់ការប្រកួតដែលនៅចុងរដូវកាលនេះសុទ្ធតែសំខាន់ទាំងអស់សម្រាប់ព្រះខ័នរាជស្វាយរៀងហើយសុទ្ធតែត្រូវធ្វើការធ្ងន់ដើម្បីបញ្ជាជើងឯកបាទដែលនៅថ្ងៃនេះផ្ទាល់បាទព្រះខ័នរាជស្វាយរៀងប៉ះជាមួយបឹងកេតបាទនៅថ្ងៃទី7ប៉ះជាមួយអង្គរថៃកើថ្ងៃទី3ឧសភាប៉ះវិសិខានិងទី10ត្រូវប៉ះជាមួយនឹង FK Agada ពានរង្វាន់វគ្គផ្ដាច់ព្រាត់ AFC Challenge League បាទចំពោះការប្រកួតជើងទី2បាទជាមួយបឹងកេតវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ភាពសម្ដេចហ៊ុនសែននៅថ្ងៃទី7ខែឧសភានៅការប្រកួតជាមួយ Naga World ក្នុងលីកថ្ងៃទី10ខែឧសភាត្រូវបានលើកហ្នឹងពេលដោយមិនទាន់បានកំណត់ថ្ងៃប្រកួតណាមួយឡើយបាទដាច់អត់អីទេអូខេតោះបាទចឹងខ្ញុំបាទសូមបង្ហាញជូនទស្សនវិជ្ជានៃការកម្ដៅសាច់ដុំរវាងក្រុមទាំងពីរខ្លះបាទពីទីតាំង start Olympic បាទហើយបើសិនក្នុងលក្ខខណ្ឌមន្ត្រីយើងគាត់អនុញ្ញាតឲ្យឡាយយើងនឹងបន្តប្រតិភិបតែក្នុងលក្ខខណ្ឌណាមួយខាងមន្ត្រីគាត់អនុញ្ញាតឲ្យយើងដិតយករូបភាពទេហ្នឹងយើងនឹងបញ្ចប់នៅការឡាយរបស់យើងបាទអូខេបាទនេះគឺជាទស្សនវិជ្ជាបាទនៅក្នុង start Olympic របស់យើងដែលក្រុមកីឡាករបាទរវាងក្រុមទាំងពីរកំពុងតែកម្ដៅសាច់ដុំបាទដើម្បីត្រៀមប្រកួតបាទនាពេលបន្តិចទៀតនេះផងដែរបាទពីខាងក្រៅបងអត់ចូលទេខ្ញុំខាងសារព័ត៌មានថ្នោតញូបងទេសនាពីខាងក្រៅទៅអត់ចូលដល់ក្នុងធំនឹងបានទេបើកុំចូលដល់ក្នុងពៀនដាច់ចឹងហ៎ចឹងបងហ៎បាទអត់អីបងចេញទៅដែរឡើយអញ្ចឹងហ៎អូខេបងតោះបើរិនតោះចាំឡើងថតពីខាងលើមកចាអត់សូវមានអ្នកនេះដែរបាទនេះទស្សនវិជ្ជារួមអ្នកគ្រប់គ្រងតើបើរិនចង់ចូលចង់អីបើទៅតំណែងម្ដងគេនៅខាងនោះចឹងអត់ខាងនោះគេឲ្យចូលតែខាងនោះខ្ញុំចូលទៅវាដាច់អ៊ីនធឺណិតមកនេះដូចអ៊ីនធឺណិតវាអត់អីហ៎បាទមិនជួបមន្ត្រីគាត់ខាងនោះគាត់ឲ្យចូលហើយដាក់ម៉ូតូដាក់អីខាងនោះបាទបងខាងនោះគាត់មេគ្រប់គ្រងនៅខាងហ្នឹងអូខេបងអូខេបាទអូខេអត់អីចឹងយល់បងអត់អីទេបាទតើអរគុណប្រិមិត្តទូរទស្សនិកជនយើងបាទអព្យាស្រ័យផងដោយសារតែយើងអត់អាចបិទយកភាពសូមរួមប៉ុណ្ណេះបាទអរគុណចំពោះការតាមដានទស្សនាពីសំណាក់វត្តមានពុកម៉ែបងប្អូនរបស់យើងហើយបាទខ្ញុំបាទនឹងបញ្ចប់បាទការ live របស់យើងនៅពេលបន្តិចទៀតនេះខ្ញុំបាទសូមផ្ដល់រូបភាពតែប៉ុណ្ណេះបាទអរគុណសង្ឃឹមថាការប្រកួតនាល្ងាចបន្តិចទៀតនេះនឹងគឺជាការប្រកួតមួយដ៏ស្វិតស្វាញដោយសារតែក្រុមទាំងពីរគឺសុទ្ធសឹងតែត្រូវការបន្ទុកដើម្បីឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បន្តបាទហើយបើតាមការសម្ភាសជាមួយនឹងបាទអ្នកគ្រប់គ្រងបាទក៏ដូចជាបាទអតីតខាង
បាទអ្នកគ្រប់គ្រងយើងច្រើនទៀតគឺបានលើកឡើងថាអត្រាភាគរយនៃការឈ្នះនៅក្នុងលីល្ងាចនេះគឺប្រខណ្ឌរាជស្វាយរៀងអាចនឹងមានភាគរយខ្ពស់បាទប៉ុន្តែលទ្ធផលបែបណានោះយើងរងចាំទស្សនាការប្រកួតរយៈពេលពេញ2តង់90នាទីនាវេលាម៉ោង7ល្ងាចនេះផងដែរបាទអ្នកមើលមកអ្នកបាទចឹងអរគុណច្រើនការផ្សាយផ្ទាល់របស់យើងខ្ញុំបាទសូមបញ្ចប់នឹងបិទបាទខ្ញុំបាទទីកណ្ដោរួមជាមួយនឹងខាងក្រុមការងារលោកប៉ានបរិនសូមអរគុណសូមជម្រាបលាជួបគ្នានៅការ live បាទនៅពេលក្រោយៗទៀតបាទអរគុណច្រើនជម្រាបលាអូខេបាទ